គួរឲ្យកោតសរសើរមែនបងប្អូនគួរតែចងចាំនេះជាបទចម្រៀងយុទ្ធសង្គ្រាមរបស់តារាចម្រៀងទេពបុព្រឹកបង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជាកន្លងទៅនេះក្រៅពីចូលរួមចំណែកយ៉ាងសកម្មលើសកម្មភាពសប្បុរសធម៌ដើម្បីជួយជនរងគ្រោះក្នុងពេលកម្ពុជារងការឈ្លានពានឃើញថាអ្នកសិល្បៈជាច្រើនក៏បានចូលរួមសម្លេងដើម្បីជួយផ្សព្វផ្សាយប្រឆាំងតតាំងនឹងការឈ្លានពាននិងការបំភ្លៃនៅការពិតលៀបពណ៌របស់ថៃមកលើកម្ពុជាដែលអ្នកសិល្បៈចេញនិយាយជាវីដេអូនិងចេញជាបទចម្រៀងបន្តបន្ទាប់រៀបរាប់ពីក្តីឈឺចាប់នៃមហាជនកម្ពុជាជាស្ដែងក្រឡេកមកមើលតារាចម្រៀងស្រីអ្នកនាងទេពបុព្រឹកនិងស្វាមីបន្ទាប់ពីចំណាយទាំងកម្លាំងស្មារតីនិងថវិកាធ្វើសប្បុរសធម៌ចុះជួយកងទ័ពជួរមុខនិងជនភៀសសឹកព្រមទាំងប្រើសម្លេងក្នុងការផ្សព្វផ្សាយពីកម្ពុជាថ្មីនេះថែមទាំងឃើញអ្នកនាងបានចេញចម្រៀងមួយបទគឺយុទ្ធសង្គ្រាមពេញដោយអត្ថន័យនិងអំណាចនៃទឹកដីកម្ពុជាដែលរៀបរាប់អំពីទង្វើឈ្លានពានដ៏ដេរឆានរបស់ថៃមកលើកម្ពុជាក្នុងនោះអ្នកនាងទេពបុព្រឹកបានបង្ហោះសាររៀបរាប់លើអត្ថន័យចម្រៀងថាដំណាក់ឈាមដែលបានបន្តនៅលើដែនដីនេះគឺជាអំណាចពីមហាទេវរាជជាដំណាក់ឈាមនៃស្ដេចចក្រពត្តិដែលពូជសាសន៍ចៅសន្សំចិត្តលេបត្របាក់យកទឹកដីអច្ឆរិយៈមួយនេះរាប់ដំណរនៃត្រកូលសិលាចារឹកបណ្ដាសាដែលជាប់សិលាប្រាង្គប្រាសាទនិងអន្តរតាមពូជចៅនិងបណ្ដាសាម៉ឺនជាតិដួងវិញ្ញាណនៃការពលីដណ្ដើមកំតិចនៃរចនាបថប្រាសាទនិងរោងកម្មធ្លាក់នរោអន្តរកម្មរហូតដល់ព្រះអាទិត្យនិងព្រះច័ន្ទលែងមានពន្លឺខ្មែរនឹងតតាំងរហូតដល់ដំណាក់ឈាមចុងក្រោយដើម្បីការពារបូរណភាពដែនដីអធិបតេយ្យភាពនគរកម្ពុជាប្រលឹងបព្វបុរសស្ដេចមេតបស្ដេចអាថាននិងឃុំក្រងថៃរក្សាដោយវីរៈជនយើងគ្រប់រូបដោយអនុភាពអាថ៌កំបាំងពីមហាទេវរាជជារបស់យើងហាមបំពេញចា៎នេះគឺជាការលើកឡើងរបស់តារាចម្រៀងទេពបុព្រឹកផងដែរព្រោះមិនថាតែចាតារាសិល្បៈឬក៏ប្រជាជនខ្មែរទាំងមូលទេគឺមានក្តីឈឺចាប់មែនទែននៅពេលដែលចាប្រទេសជិតខាងបានឈ្លានពានទឹកដីខ្មែរបែបនេះតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា